បាទ AI សួស្តីបាទ AI ជួយវិភាគស៊ីជម្រៅអំពីជំងឺគ្រុនឈាមនៅក្នុងសហគមន៍ណាសញ្ញាគ្រោះថ្នាក់ហើយនឹងកត្តាអ្វីខ្លះដែលយើងព្រួយបារម្ភណា AI សួស្តីបាទខ្ញុំរីករាយនឹងជួយចែករំលែកព័ត៌មានស៊ីជម្រៅអំពីជំងឺគ្រុនឈាមដើម្បីជាការយល់ដឹងនិងការពារខ្លួនអ្នកក៏ដូចជាក្រុមគ្រួសារក្នុងសហគមន៍ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសគ្រុនឈាមតេងឺវ៉ៃរុសតាមរយៈការខាំរបស់មូសខ្លាវាមានការវិវត្តជាដំណាក់កាលច្បាស់លាស់និងមានកត្តាគ្រោះថ្នាក់មួយចំនួនដែលយើងត្រូវដឹងនិងប្រុងប្រយ័ត្នខ្ពស់ខាងក្រោមនេះជាការវិភាគលម្អិតដំណាក់កាលទាំង3នៃជំងឺគ្រុនឈាមការយល់ដឹងពីដំណាក់កាលនីមួយៗគឺសំខាន់ណាស់ព្រោះដំណាក់កាលខ្លះមើលទៅហាក់ដូចជាសះស្បើយប៉ុន្តែវាជាពេលដែលគ្រោះថ្នាក់បំផុត1ដំណាក់កាលក្តៅខ្លួន Febrile រយៈពេលប្រហែល2ទៅ7ថ្ងៃរោគសញ្ញាគ្រុនក្តៅខ្លាំងភ្លាម39ទៅ40អង្សាសេមុខឡើងក្រហមឈឺក្បាលខ្លាំងពិសេសនៅចន្លោះភ្នែកឈឺសាច់ដុំនិងសន្លាក់មានស្នាមអូចក្រហមលើស្បែកនិងអាចមានខួរចង្អោរចំណុចត្រូវប្រយ័ត្នក្នុងដំណាក់កាលនេះមិនត្រូវប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅប្រភេទ Aspirin ឬ Ibuprofen ដែលខាតព្រោះវាធ្វើឲ្យឈាមក្រកកនិងបង្កើនហានិភ័យហូរឈាមប្រើប្រាស់បានតែថ្នាំប៉ារ៉ាសេតាមុលតាមកម្រិតត្រឹមត្រូវប៉ុណ្ណោះ2ដំណាក់កាលគ្រោះថ្នាក់ Critical Path រយៈពេលប្រហែល24ទៅ48ម៉ោងជាទូទៅនៅចន្លោះថ្ងៃទី3ដល់ថ្ងៃទី7នៃជំងឺលក្ខណៈសម្គាល់ជាពេលដែលសីតុណ្ហភាពរាងកាយស្រកចុះមកធម្មតាក្រោម38អង្សាសេមនុស្សជាច្រើនគិតថាជំងឺបានធូរស្រាលប៉ុន្តែការពិតវាជាដំណាក់កាលដែលផ្លាកែតធ្លាក់ចុះខ្លាំងនិងអាចលេចធ្លាយផ្លាស្មាទឹកឈាមចេញពីសរសៃឈាមសញ្ញាព្រមានគ្រោះថ្នាក់ Warning Sign ឈឺពោះខ្លាំងឬណែនពោះខួរចង្អុលឥតឈប់ឈរលើសពី3ដងក្នុងមួយថ្ងៃមានការហូរឈាមច្រមុះហូរឈាមតាមអញ្ចាញធ្មេញឬអួតបត់ជើងធំមានឈាមហត់ដកដង្ហើមងាប់ឬរវើរវាយអស់កម្លាំងខ្លាំងលិតលហើយចំណាំសំខាន់ប្រសិនបើមានសញ្ញាព្រមានណាមួយខាងលើត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាមព្រោះវាអាចទៅជាសភាពស្រុតឈាមដែលងើសក់ស៊ីនរ៉ូមដែលគ្រោះថ្នាក់ដល់ជីវិត3ដំណាក់កាលងើបឡើងវិញ Recovery Path រយៈពេលប្រហែល2ទៅ3ថ្ងៃបន្ទាប់ពីដំណាក់កាលគ្រោះថ្នាក់លក្ខណៈសម្គាល់រាងកាយចាប់ផ្ដើមស្រូបយកជាតិទឹកដែលលេចធ្លាយត្រឡប់មកវិញស្ថានភាពទូទៅល្អប្រសើរឡើងឃ្លានអាហារបិទជើងតូចបានច្រើននិងមានកន្ទួលក្រហមរមាស់លើស្បែកកន្ទួលនៃការជាសះស្បើយបាទអរគុណច្រើន AI បាទអរគុណខ្ញុំរីករាយណាស់ដែលបានចែករំលែកព័ត៌មាននេះទៅកាន់អ្នក